ជនហាចេដល់5 flanker នេះគឺខ្ញុំពិតជាពេញចិត្តនឹងស្រឡាញ់យន្តហោះនឹងខ្លាំងមែនទែនអ្នកគ្នាព្រោះដោយសារតែយន្តហោះនេះគឺជាប្រភេទយន្តហោះចម្បាំងមួយដែលមានមីស៊ីលបាញ់ចេញច្រើនខ្លាំងមែនទែននិយាយទៅពាក់ព័ន្ធជាមួយនឹងការបាញ់មីស៊ីលនឹងគឺបាញ់ទៅដូចស្រោចទឹកភ្លៀងយ៉ាងអ្នកគ្នាហើយ damage ទោះជាវាមិនសូវជាខ្លាំងប៉ុន្តែ damage ប៉ុណ្ណេះគឺគ្រប់គ្រាន់សម្រាប់ធ្វើការវាយប្រហារទៅលើ enemy ណាទោះជាល្បឿនយន្តហោះហ្នឹងគឺវាមិនសូវជាលឿនប្រហែលតែការបត់បែនគឺល្មមនៅក្នុងការលេងអ្នកនរគ្នាដូចកន្លែងនេះអញ្ចឹងអ្នកគ្នាមើលទៅជាមួយនឹងការបាញ់មីស៊ីលអ្នកគ្នានិយាយទៅគឺអូយគឺជាតិខ្លាំងមែនទេអ្នកគ្នាមើល damage អូបាញ់ជាមួយនឹងកំភ្លើងយន្តទៀតហើយយន្តហោះ J15 flanker នេះគឺផលិតនៅក្នុងប្រទេសចិនអ្នកគ្នានិយាយទៅគឺជាយន្តហោះរបស់ចិនណាមើលទៅគឺអែមខ្លាំងមែនតែនមើលរូបរាងគេផងដោយតែខ្ញុំនិយាយហ្នឹងអ្នកគ្នាការបត់បែនគឺស្រួលខ្លាំងមែនតែនចឹងអ្នកគ្នាមើលអ្នកការបាញ់គាត់ថាយន្តហោះនេះបើសិនជាគៀកបន្តិចគឺយើងពិបាកនៅក្នុងការបាញ់របស់គ្នាតតែយើងយកឲ្យឡង់ឲ្យរៀងឆ្ងាយមកល្មមបានយើងអាចធ្វើការបត់បែនសម្រាប់ធ្វើការវាយទៅលើ enemy ណាប៉ុន្តែមិនថានៅគៀកគ្នាបត់បែនអត់កើតទេគាត់ថាបត់បែនកើតប៉ុន្តែពិបាកនៅក្នុងការបាញ់អញ្ចឹងណាព្រោះវាគៀកគ្នាខ្លាំងពេកហើយនៅកន្លែងនេះគឺយើងរងការវាយប្រហារខ្លាំងមែនតើអ្នកគ្នាមើលឈាមនាវារបស់ខ្ញុំអ្នកគ្នាហ្នឹងកុំតែចុចតឡើងឈាមផងណាបើអត់ចុចតឡើងឈាមតិចគឺដាច់តែម្ដងព្រោះនាវាគេផងយន្តហោះគេផងនិយាយទៅរងការវាយប្រហារខ្លាំងមែនតើឥឡូវយើងចេញយន្តហោះមេក29នេះអ្នកគ្នាប៉ុន្តែអាមេក29នេះគឺខ្ញុំយកមកគ្រាន់តែទុកលំអទេអ្នកគ្នាអើយព្រោះដោយសារតែយន្តហោះនេះគឺវាមានតែកំភ្លើងយន្តជាមួយនឹងមីស៊ីលសម្រាប់ធ្វើការបាញ់យន្តហោះទេតែបើមីស៊ីលបាញ់ទៅលើនាវាគឺអត់មានទេអ្នកគ្នាចឹងរងចាំជាមួយនឹង J15 flanker យើង cool down មិនយើងអាចចេញវាយប្រហារបានចឹងណាហើយមើលគេតាមវាយប្រហារអ្នកគ្នានិយាយទៅគឺសល់តែម្នាក់ឯងដល់ពេលគេគ្នាច្រើនពេកចង់ទប់ទល់អត់ចង់ជាប់អ្នកគ្នាប៉ុន្តែបានយន្តហោះនេះមួយគឺពេញចិត្តស្ដោកអ្នកគ្នាមើលនេះការបាញ់ឈាមប៉ុណ្ណឹងគឺមានអីលេខខ្សលហើយ Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបែកពីអ្នកទាំងអស់គ្នាគឺយូខ្លាំងមែនតែនហើយក៏នឹកអ្នកទាំងអស់គ្នាខ្លាំងមែនតែនអ្នកគ្នាថ្ងៃនេះគឺយើងត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹងហ្គេមនាវារបស់យើងអ្នកគ្នាចឹងអ្នកដែលគាត់នៅក្នុងក្រុម Telegram អ្នកគ្នាក្រុមហ្នឹងគឺវាខូចអ្នកគ្នាអញ្ចឹងគឺឃើញអ្នកទាំងអស់គ្នាខ្ទាតចេញពីក្រុមហ្នឹងទាំងអស់ដល់ពេលអញ្ចឹងទៅរៀងពិបាកតិចអ្នកគ្នាខ្ញុំនឹងដាក់ link ក្រុមថ្មីព្រោះដោយសារក្រុមមុនខ្ញុំអត់ដឹងថាវាយ៉ាងម៉េចបានវាគ្នាយើងចេញទាំងអស់អញ្ចឹងណាហើយឥឡូវនឹងក្រុមហ្នឹងគឺខ្ញុំបានdelete ចោលហើយអ្នកទាំងអស់គ្នាព្រោះដោយសារខ្ញុំអត់ដឹងថាវាមិនម៉េចទេហើយថ្ងៃនេះគឺយើងមកលេងជាមួយនឹងយន្តហោះថ្មីដែលយន្តហោះ J15 flanker អ្នកគ្នានិយាយទៅវាមិនថ្មីទេអ្នកគ្នាព្រោះវីដេអូមុនក៏ខ្ញុំលេងទៅលើយន្តហោះហ្នឹងដែរគាត់ថាដោយតែខ្ញុំបាននិយាយចឹងយន្តហោះហ្នឹងគឺខ្ញុំស្រឡាញ់ខ្លាំងមែនទែនអ្នកគ្នាជាមួយនឹងយន្តហោះបោះចិនណាអ្នកគ្នាចិនមែនតែអែមអ្នកគ្នាហើយដោយតែខ្ញុំបានធ្លាប់ប្រាប់ដល់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកគ្នា account ខ្ញុំគឺអត់ដឹងមិនថាខ្ញុំលេងរ៉េងអត់កើតអ្នកគ្នាហើយគ្នាយើងបានប្រាប់ដែរថាឲ្យខ្ញុំរងចាំការអាប់ដេតរបស់គេអញ្ចឹងណាហើយការអាប់ដេតហ្នឹងអាប់ដេតឡើង 3-4 ដងហើយតែអត់ទាន់ឃើញអាប់ដេតមកឲ្យខ្ញុំលេងរ៉េងកើតអ្នកគ្នាហើយ level ខ្ញុំក៏រៀងធំដែរតែនៅតែលេងរ៉េងអត់កើតអត់ដឹងមិនទេអ្នកគ្នាតិចទៀតទៅគឺលុប account នឹងចោលបង្កើត account ថ្មីឯអ្នកគ្នាបើលេងរ៉េងអត់កើតផងលេងរ៉េងកើតបានសុបាយអ្នកគ្នាហើយខ្ញុំចង់សួរអ្នកទាំងអស់គ្នាថារាល់ថ្ងៃហ្នឹងអ្នកទាំងអស់គ្នាលេងហ្គេមអីខ្លះអញ្ចឹងណាមានដូចជា PUBG Free Fire Mobile Legend ហុកអីអ្នកទាំងអស់គ្នាលេងហ្គេមណាខ្លះគឺអាច comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយផងក្រៅពីយន្តហោះចម្បាំងហ្នឹងអ្នកទាំងអស់គ្នាហើយសម្រាប់ខ្ញុំគឺខ្ញុំលេងហ្គេមច្រើនខ្លាំងមែនទែនអ្នកគ្នាចំបុយតែ Plot Strike អីក៏ខ្ញុំលេងដែរនិយាយទៅគឺលេងសឹងតែគ្រប់ហ្គេមហើយអ្នកទាំងអស់គ្នាពេលខ្លះហ្គេមច្រើនពេកវល់អ្នកគ្នាអត់ដឹងថាលេងហ្គេមមួយណាអញ្ចឹងណាប៉ុន្តែនៅតែលេងនេះបាញ់យន្តហោះកំតិចនេះមួយហើយសម្រាប់គ្នាយើងអ្នកដែលមានតម្រូវការដាក់ Diamond Mobile Legend Free Fire ឬក៏អ្នកទាំងអស់គ្នាចង់ដាក់ token របស់ Hawk ឬក៏អ្នកទាំងអស់គ្នាលេង PUBG ចង់ដាក់ UC អ្នកទាំងអស់គ្នាលេង Roblox ចង់ដាក់ Roblox អីគឺអ្នកទាំងអស់គ្នាអាចមកដាក់ជាមួយនឹងខ្ញុំបានណាដែលមានតម្លៃសមរម្យខ្លាំងមែនទែនហើយសម្រាប់ការដាក់ហ្នឹងគឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virtual Store អញ្ចឹងអ្នកទាំងអស់គ្នាអាច enjoy the my video
Foxtrot 10